រដ្ឋបាលខេត្តពោធិ៍សាត់ជូនដំណឹងស្ដីពីការរៀបចំតំបន់អន្ទង់អាំងភ្នំ1005ទៅជាតំបន់បៃតងនៅស្រុកវាលវែងរដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមជម្រាបជូនប្រជាពលរដ្ឋដែលមិនព្រមចាក់ចេញពីតំបន់អន្ទង់អាំងភ្នំ1005ក្នុងភូមិសាស្ត្រភូមិដីក្រហមឃុំអន្លង់រៀបស្រុកវាលវែងខេត្តពោធិ៍សាត់ជ្រាបថាដើម្បីអនុវត្តតាមស្មារតីនៃលិខិតលេខ785សចននិងលិខិតលេខ1100សចនរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឲ្យមានប្រសិទ្ធភាពខ្ពស់រដ្ឋបាលខេត្តពោធិ៍សាត់សូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំងភ្នំ1005ដូចខាងក្រោម1កំណត់ពេល15ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះឲ្យលោកស្រីដែលរស់នៅក្នុងតំបន់ហាមឃាត់ធ្វើការរស់រើនិងចាក់ចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯង2ក្នុងករណីផុតពេលកំណត់បើលោកស្រីនៅតែមិនព្រមរស់រើនិងចាក់ចេញដោយខ្លួនឯងនោះទេរដ្ឋបាលខេត្តនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិសម្ភារៈដែលមានតម្លៃនិងផលប្រយោជន៍ផ្សេងៗរបស់លោកស្រីនោះឡើយ3ជាមួយនេះលោកស្រីត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ដែលបានកំណត់ក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិតាមមាត្រា850ដែលបានចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំដល់5ឆ្នាំនិងពិន័យជាប្រាក់ពី100លានរៀលទៅ500លានរៀលអាស្រ័យដោយបានជម្រាបជូនខាងលើសូមប្រជាពលរដ្ឋដែលមិនព្រមចាក់ចែងទាំងអស់ជ្រាបជាព័ត៌មាននិងអនុវត្តឲ្យបានទាន់ពេលវេលាប្រកបទៅដោយស្មារតីទទួលខុសត្រូវខ្ពស់